កាយវិការបែបអញ្ចឹងអូយភ្ញាក់ផើតមីកហប់ទោះស្ដីពុកម៉ែបងប្អូនទាំងអស់គ្នាវិលមកកាន់អេពីសូតទី3នៃកម្មវិធីខ្មោចមានពិតឬក្នុងចិត្តមានខ្មោចហ្នឹងហើយសុំទោសពុកម៉ែបងប្អូនទាំងអស់គ្នាដែរដែលរៀងចេញវីដេអូរៀងយឺតអញ្ចឹងណាព្រោះមានបងប្អូនយើងមួយចំនួនគឺគាត់ឆាតមកសួរខ្ញុំផ្ទាល់ៗមកថាមកតាហេតុអីក៏បងឯងយូរម៉េះគាត់ចេញវីដេអូម៉េះអីចឹងណាព្រោះដោយសារតែគាត់អេពីសូតទី1អេពីសូតទី2គាត់ស្ដាប់ហើយស្ដាប់ទៀតឡើងគាត់ស៊ាំគាត់លែងខ្លាចហើយតាំងពីខ្លាចរហូតដល់លែងខ្លាចហើយអញ្ចឹងការបង្កាន់ណាបងឯងចេញទៀតអញ្ចឹងណាហ្នឹងហើយសុំទោសមែនតែនហ្មងណាព្រោះដោយសារតែបងប្អូនដែលមាន friend Facebook របស់ខ្ញុំគឺប្រកាសជាដឹងហើយថាខ្ញុំការងារប្រចាំថ្ងៃគឺមិនមែនតាអ្នកផលិតមាតិកាទេគឺមាន studio បើកថតបើកអីចឹងហើយក៏ទទួលជាមួយនឹង event មាន team អញ្ចឹងណា team model team អីចឹងទៅតាម product ឬមួយក៏ម្ចាស់ផលិតផលដែលគាត់តាក់ទងមកអញ្ចឹងណាត្រូវតចាគ្នាត្រូវបាចិត្តអីចឹងគឺធ្វើមានជា team មិនថា MC មិនថាអីទេគឺមានមួយ set មក model អីអូយកដេតណាក៏មានដែរអញ្ចឹងណាគ្រាន់តែមួយរយៈមុននេះគឺអត់ទាន់បានចេញវីដេអូដោយសារតែរវល់រឿងធ្វើ event ហ្នឹងតែឥឡូវការងារគឺ clear ហើយដាច់ស្រេចហើយស្អាត clear ដាច់ស្រេចយកហ្មងអញ្ចឹងចូលមកកម្មវិធីខ្លួនឯងម្ដងហ្នឹងហើយថ្ងៃនេះគឺខ្ញុំមានបទពិសោធន៍ពីររឿងដែលម៉ាក់យាយខ្ញុំធ្លាប់ខ្ញុំផ្ទាល់ហ្មងអញ្ចឹងណាព្រោះដោយសារអញ្ចឹងខ្ញុំអត់ចង់និយាយរឿងខ្លួនឯងម្ដងទៀតចាំវគ្គក្រោយៗទៀតចាំនិយាយរឿងដែលខ្លួនឯងធ្លាប់ជួបអញ្ចឹងណាបដូររសជាតិខ្លះកុំឲ្យពុកម៉ែបងប្អូនថាអូយរឿងខ្លួនឯងក៏ជួបតែតលន់អីចឹងណានឹងឯងបដូររសជាតិម្ដងអញ្ចឹងហើយមួយវិញទៀតបើសិនជាពុកម៉ែបងប្អូនដែលគាត់ចង់ចែកម្លែករឿងបទពិសោធន៍ដែលគាត់ធ្លាប់ជួបផ្ទាល់ឬមួយក៏មានរឿងអីចែកម្លែកល្អអីចឹងណាពាក់ព័ន្ធនឹងអបិយជំនឿនឹងអមនុស្សអីចឹងគាត់ចង់ចែកម្លែកអូខេផ្ញើមកកាន់ខ្ញុំបានឲ្យខ្ញុំចែកម្លែកខ្ញុំនឹងនិយាយឲ្យត្រូវនឹងសាច់រឿងពុកម៉ែបងប្អូនដែលចែកម្លែកមកបានឬមួយក៏បងប្អូនចង់និយាយដល់ខ្លួនឯងក៏បានដែរខ្ញុំក៏បើកសិទ្ធឲ្យនិយាយចេះចង់លាក់មិនចង់អធិប្បាយក៏ខ្ញុំធ្វើឲ្យបើសិនថាចង់បញ្ចេញសលេងខ្លួនឯងក៏ខ្ញុំធ្វើឲ្យហើយកម្មវិធី call ក៏អត់បានធ្វើដែរដកឃ្លាអត់រួចអញ្ចឹងណាហ្នឹងហើយអញ្ចឹងចូលមកកាន់កម្មវិធីយើងណាប៉ុន្តែមុននឹងចូលដល់និទានរឿងដែរសុំទោសមិននិទានរឿងហ្នឹងឯងគឺចែកម្លែកបទពិសោធន៍ដែរម៉ាក់យាយខ្ញុំគាត់ធ្លាប់ជួបណាពីររឿងមែនថ្ងៃនេះនាំជូនពុកម៉ែបងប្អូនពីររឿងប៉ុន្តែខ្លីៗទេតែខ្លឹមហ្នឹងហើយហ៊ានតែខ្លឹមអញ្ចឹងហ្មងអញ្ចឹងមុននឹងចូលសាច់រឿងយើងគឺខ្ញុំសូមអរគុណដល់ម្ចាស់ឧបត្ថម្ភផ្លែសិនណាប្រសិនបើយើងកើតមកមានមុខច្រើនយើងលាបអ្វីក៏មិនសំខាន់ប៉ុន្តែយើងកើតមកគឺមានមុខតែមួយទេអញ្ចឹងគឺយើងត្រូវប្រើជាមួយផលិតផលណាដែលមានគុណភាពស្តង់ដារខ្ពស់និងប្រភពច្បាស់លាស់អញ្ចឹងហើយអ្នកខ្ញុំជ្រើសរើសជាមួយនឹងឈុត Misovio ព្រោះជាផលិតផលប្រទេសអ៊ីតាលីដែលមានគុណភាពនិងស្តង់ដារត្រឹមតែរយៈពេល7ថ្ងៃបងប្អូននឹងទទួលបានស្បែកមុខស្អាតក្មេងជាងវ័យហ្នឹងហើយនឹងជាកលឹះនៃការថែរក្សាស្បែកប្រចាំថ្ងៃរបស់ខ្ញុំណាគឺឈុតMisovio នេះឯងហើយស្មោះស្រាយចម្ងល់នៅក្នុងវីដេអូហ្នឹងដូចគ្នាព្រោះដោយសារតាបងប្អូនខ្លះដែលគាត់ជួបខ្ញុំនៅក្រៅដែលខ្ញុំអត់ make up មុខអីចឹងគាត់ឃើញស្បែកមុខខ្ញុំអញ្ចឹងគាត់ថាអូខ្ញុំប្រើអីចឹងខ្ញុំអត់លាក់បាំងទេហ្នឹងហើយគឺជាឈុតដែលខ្ញុំប្រើប្រចាំថ្ងៃមានសេតយប់សេតថ្ងៃអញ្ចឹងណាចង់ស្អាតប្រើទាំងឈុតគឺដឹងតែស្អាតចឹងហ្មងតោះចូលសាច់រឿងយើងហ្មងណាមកខ្ញុំគាត់និយាយថាគាត់ពេលដែលបាយពីអពតណាសម័យប៉ុលពតគឺពេលដែលរបបខ្មែរបល័យពូជសាសន៍ហ្នឹងគឺចប់ទៅគឺធម្មតាដឹងស្រាប់ហើយបើសិនជាពុកម៉ែបងប្អូនណាដែលគាត់អាចដូរបានណាអាចនិយាយបានថាជួញដូរអង្គហ្នឹងដូរជាមួយមាសគាត់យកមាសហ្នឹងយកមកចេញបាយពីអពតហ្នឹងមកគឺគាត់មានហ្មងគេហៅសិទ្ធិដោយណាប៉ុន្តែជំនាន់ហ្នឹងដឹងស្រាប់ហើយភាគតិចបំផុតដែលគាត់អាចធ្វើបែបហ្នឹងបានតើមានខ្សែសាឡាអីចឹងទៅនឹងប៉ុន្តែត្រឡប់មកកាន់អ្នកចិត្តខាងរបស់ម៉ាក់យាយខ្ញុំគឺនៅខាងជ្រេកកំពង់ចាមគឺគាត់បាននិយាយថាសុំដាក់ឈ្មោះឲ្យគាត់ទៅស្រួលហៅណោះស្រួលងាយចាំថាដាក់ឈ្មោះឲ្យគាត់មីងសឿនចាស់
mình thឿនសុំទោសហើយmình thឿនចាស់mình thឿនគឺគាត់ប្រកបរបរប្រចាំថ្ងៃដើម្បីប្រកបដោយថាប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃអញ្ចឹងណាគឺគេមានដើមទុនគឺគេបើកលក់អីផ្សេងបន្លែត្រីសាច់អីចឹងទៅក៏ប៉ុន្តែគឺគាត់អាចបានថាដើមទុនតិចគឺគាត់ធ្វើខាងតាមមុខរបរតិចចឹងណាគាត់បើកលក់នំបញ្ចុកហើយនំបញ្ចុកមិនមែនទីផ្សារគឺគាត់មិនមែនលក់នៅកន្លែងទេគឺគាត់រែកលក់តាមភូមិបើអ៊ំយាយតាគឺគាត់មិនយល់ហើយព្រោះថាជំនាន់ហ្នឹងគឺមិនមែនសបបោហោហៀដូចឥឡូវទេហើយផ្លូវជំនាន់ហ្នឹងក៏មិនទាន់អភិវឌ្ឍស្អាតបាតដូចឥឡូវមានភ្លើងអីខ្វែងខ្វាត់អីអញ្ចឹងដែរគឺអត់ទេផ្លូវវិញគឺដំណើរផ្លូវទៅផ្សារទៅយកអីដូចថាគេហៅផ្សារកមួនអញ្ចឹងណាហ្នឹងហើយផ្សារកមួនបងប្អូនខ្លះគឺគាត់អត់យល់ផ្សារកមួនគឺរបៀបតោះគេលក់តែពេលផឹកទេជុំគ្នាអ្នកភូមិអ្នកស្រុកហ្នឹងគេបង្កើតមកលក់មកកញ្ញុំអញ្ចឹងទៅគេហៅផ្សារដូចគ្នាអញ្ចឹងណាហ្នឹងហើយមីងធឿនគឺគាត់ត្រូវតែទៅយកនំបញ្ចុកជាប្រចាំថ្ងៃព្រោះដោយសារអីគឺគាត់អត់មានគ្រឿងដែលអាចធ្វើនំបញ្ចុកនឹងបានដោយខ្លួនឯងគឺគាត់ត្រូវទៅយកពីកន្លែងចិនដូចថាចិនហ្នឹងគឺគាត់លក់បោះដុំអីចឹងណាជាមួយនំបញ្ចុកគាត់ធ្វើតែទឹកស្លទឹកអីចឹងមកមានការីមានណាំយ៉ាថ្ងៃណាដកការីចេញទៅគឺគាត់ធ្វើស្លខ្មែរអីចឹងណាគឺមានពីរមុខនៅក្នុងម្រែករបស់គាត់ហ្នឹងម្រែកគេហៅថាម្រែកនំបញ្ចុកណាហ្នឹងហើយអញ្ចឹងជាទូទៅគឺគាត់ងើបតាំងពីម៉ោង3កន្លះសម្រាប់ទៅគាត់ត្រូវទៅយកនំបញ្ចុកពីចិនមកអញ្ចឹងណាហ្នឹងហើយកន្លែងបោះដុំគេហ្នឹងគឺថាមកពេលដែលគាត់ទៅបងប្អូនគិតសម័យលេងទៅព្រោះសម័យនោះផ្លូវគឺមិនទាន់បានធ្វើស្អាតមានទាន់មានប្រព័ន្ធភ្លើងអីគ្រប់គ្រាន់ណាផ្លូវអាទិសគោហ្នឹងផ្លូវអាទិសគោគឺមានព្រៃស្ដុកទាំងសងខាងណាព្រៃធំព្រោះដោយសារអីអត់ទាន់មានអ្នកភូមិអ្នកអីចូលនៅផ្ដុំគ្នាទេអញ្ចឹងមានកន្លែងខ្លះក៏នៅប្រមូលផ្ដុំគ្នាមានព្រៃតិចតួចតែកន្លែងជាទូទៅគឺផ្លូវទៅផ្សារហ្នឹងគឺវាស្ងាត់មកជុំហ្នឹងងុំគឺព្រៃធំហើយបើមិនចឹងទេព្រៃសៃអញ្ចឹងណាស្ដុកអញ្ចឹងទៅហើយមានតែផ្លូវអាទិសគោហ្នឹងហើយមកផ្លូវលងអញ្ចឹងឯងហើយគាត់ជាទូទៅគេហៅថាមកខ្ញុំគាត់ហៅគាត់ការដែលគាត់នៅរស់គឺគាត់និយាយគ្នាណាគាត់ប្រាប់មីងធឿនថាមីងធឿនហ្នឹងគឺជាមិនគេហៅនារីរឹងមាំនារីក្លាហានអញ្ចឹងណានិយាយទៅមនុស្សគាត់គឺអត់ចេះខ្លាចអីទាំងអស់មិនមែនអត់ចេះខ្លាចទេគាត់ចេះខ្លាចមិនមែនខ្លាចខ្មោចទេណាហ្នឹងហើយគាត់មិនមែនថាគាត់មិនខ្លាចអញ្ចឹងគាត់គិតថានៅលើโลกហ្នឹងអត់មានមិនមែនអញ្ចឹងគឺគាត់ដឹងថាមានក៏ប៉ុន្តែគឺគាត់អត់ខ្លាចទៅជាមួយខ្មោចអ្វីដែលគាត់ខ្លាចមីងធឿនគឺគាត់ខ្លាចតែមនុស្សទេព្រោះមនុស្សមានចិត្តគំនិតមួយបើសិនតែថាប៉ុនប៉ងធ្វើបាបយើងប្លន់សម្លាប់ឬមួយក៏គេហៅថាធ្វើបាបរាងកាយយើងលាក់អីចឹងទៅហ្នឹងអ្វីដែលគាត់ខ្លាចក៏ប៉ុន្តែបើចំពោះខ្មោចឬមួយក៏ហៅអមនុស្សណាគឺគាត់អត់ខ្លាចទេព្រោះដោយសារគាត់គិតថាចេះគ្រាន់តែជារូបរាងសម្មោលដែលមានរូបរាងមិនល្អគេចេញមករូបរាងបែបនេះបែបនោះចឹងទៅធ្វើឲ្យយើងគេហៅថាស្លុតអារម្មណ៍ឬមួយក៏ភ័យអីចឹងទៅហ្នឹងហើយក៏ប៉ុន្តែគឺគាត់អត់ខ្លាចទេគឺគាត់និយាយបែបហ្នឹងគាត់ក្លាហានណាគឺគាត់អត់ខ្លាចទេអញ្ចឹងម្ល៉េះហើយបើសិនជាគាត់ខ្លាចមិនមែនគាត់ទៅយកនំបញ្ចុកដល់កន្លែងចិននឹងតាំងពីងឹតទេគាត់ត្រឡប់មកវិញគាត់ដើរទៅម្នាក់ឯងគាត់មិនដែលដើរទៅមួយណាគេទេតាគេហៅអាចគៀងប្លង់គាត់មួយហ្នឹងទៅហើយអញ្ចឹងណាជារឿយគាត់ទៅមកវិញត្រឡប់មកវិញមកដល់ភូមិវិញហ្នឹងណាមកយកនំបញ្ចុកពីកន្លែងចិនហ្នឹងមកគឺស្អុយបំផុតក៏ម៉ោង5កន្លះឬមួយក៏ក្បែរ6ដែរអញ្ចឹងមកដល់ភូមិគឺរៀងភ្លឺហើយស្រាំងអញ្ចឹងទៅគាត់ដើររែកលក់អញ្ចឹងទៅហ្នឹងហើយក៏ប៉ុន្តែដូចថាលក់សពដងអត់ជាមានបញ្ហាទេទៅហើយនឹងមកហើយទៅអញ្ចឹងអត់អីសោះមីងធឿនគាត់ទៅយកដូចសពដងអញ្ចឹងគឺគាត់ទៅម៉ោង3ងើបទៅម៉ោង3គាត់ងូតទឹកងូតអីហើយប្រហែលជាម៉ោង3កន្លះអញ្ចឹងណាគាត់រៀបតាំងរែកគាត់ទៅយកនំចុកហ្នឹងគាត់រែកជាធម្មតាក៏ប៉ុន្តែថ្ងៃហ្នឹងអីចិនដែលនៅផ្សារហ្នឹងគឺគាត់ធ្វើនំបញ្ចុករៀងលឿនអញ្ចឹងគឺបានឲ្យគាត់បានត្រឡប់មកភូមិលឿនអញ្ចឹងណាប្រហែលជាខ្ទង់ម៉ោង5អញ្ចឹងនៅរៀងល្ងឹត
នៅតាមផ្លូវព្រៃស្តុកផងអីផងនឹងស្រាប់ហើយអញ្ចឹងគឺគាត់ដើរមកជាធម្មតាក៏តែថ្ងៃហ្នឹងអាចនិយាយបានថាគាត់រិស័យដាក់ក៏ថាបានដែរព្រោះកន្លងមកគាត់ឃើញដែរលងបន្លាចគាត់អីតិចតួចតែគាត់អត់ខ្វល់ទេហើយគាត់អត់ខ្លាចទេគាត់អត់មានតែរបៀបថាអញញឹមឌឺទៅវិញទៀតក៏មានដែរវាអញ្ចឹងគាត់អត់ខ្វល់ទេតែថ្ងៃហ្នឹងរៀងគេអាចបាននិយាយថាមេកត្រៀងគេមកផងដឹងព្រោះដោយសារតាដំបូងគឺគាត់របៀបថាចេញពីព្រៃគុំមស័យអាគុំមស័យធំស្ដុកតាមផ្លូវហ្នឹងគឺគាត់បក់បាយហើយគាត់ស្លៀកគាត់មានសក់វែងមែនតែនវែងបើជាទូទៅមនុស្សយើងធម្មតាអាចទុកសក់ឯណាដល់ត្រឹមខ្មងជើងបានទេតែម្នាក់ស្រីហ្នឹងគឺស្លៀកឈុតសហើយឈុតសហ្នឹងគឺត្រឹមខ្មងជើងអញ្ចឹងណាអ្វីដែលគាត់ឃើញពុទ្ធសាសអីមិនមែនមានភ្លើងភ្លឺច្បាស់អញ្ចឹងយើងឃើញអីទេប៉ុន្តែគាត់ហៅមើលប្រអប់ជើងវាអត់ឃើញព្រោះមើលប្រអប់ជើងនឹងអត់ឃើញទេបក់ដៃហៅគាត់អញ្ចឹងអីអើយខ្ញុំថាបងប្អូនសម័យមើលលើសលើឡើងក៏លួចបើមនុស្សយើងធម្មតាគឺនិយាយមកតែប៉ុន្តែនេះអត់ទេសម្លេងខ្មោចដូចគ្រឿងអញ្ចឹងគ្រឿងដែលគេគ្រឿងពីមុនគេថតឲ្យឡើងឡាយហ្មងហើយស្ដាប់មកគឺសបល់ចឹងគាត់ថាគាត់ដឹងថាមិនមែនមនុស្សគាត់កលែងមកត្រូវតែគាត់សង្កេតមើលដូចថាសម្លៀកបំពាក់របស់គាត់ហើយរបៀបថាគាត់ឈរមកទៅនឹងធម្មតាជាទូទៅវាមិនដែលណាគេមកនៅព្រៃស្ដុកហ្នឹងទេហើយអត់មានភូមិផងហ្នឹងអត់មានផ្ទះហ្នឹងចេញមកពីណាចាំមានតែខ្មោចគាត់ដឹងតែខ្មោចហ្មងប៉ុន្តែគាត់អត់ខ្លាចគាត់ទៅថតមិញឃើញគឺគាត់នៅធ្វើធម្មតាគឺគាត់អត់ខ្លាចទេដល់ពេលនៅទៅហៅដដែលអាគាត់ដើរទៅឡើងចង់100ម៉ែត្រហើយហ្នឹងអាសលេងហៅគាត់មីងនឹងអត់ព្រមឈប់តោះពេលរួចគាត់អត់ព្រមឆ្លើយមីងធឿនគាត់អត់តបណាម្នាក់ខ្មោចស្រីនឹងហៅមីងធឿនឈប់សិនខ្ញុំចង់ញ៉ាំនំកញ្ចប់គាត់តែមីងគាត់លើអញ្ចឹងព្រាមគាត់ងាកហ្មងគាត់ងាកមើលចំយីមីបលយកស្គាល់ឈ្មោះអញទៀតគាត់និយាយអញ្ចឹងណាគាត់ជេរបែបអញ្ចឹងហើយដល់ពេលរួចគាត់ថាឥឡូវចង់ស៊ីអីស្ដីនិយាយចាស់ហ្នឹងស្រាប់ហើយគឺអត់ទៅព្រោះទេគាត់និយាយបែបហ្នឹងហើយចង់ស៊ីអីហើយជំនាន់ហ្នឹងក៏មិនមែនហៅថែងគាត់ប្រើភាសាថារបៀបថាតាមជនបទហោចង់ស៊ីអីគេភាសាហ្នឹងហ្នឹងហើយពេលអញ្ចឹងគេថាខ្ញុំចង់ហូបនំបញ្ចុកស្លខ្មែរបើអត់ស្លខ្មែរស្លអីក៏បានឲ្យទៅបានហូបនិយាយឡើងអលួយហើយឡើងក៏លួចដូចជាទូទៅមនុស្សយើងធម្មតាសាមញ្ញជនធម្មតាដូចយើងស្មាតអីតិចវិញអូយតានីបើខ្ញុំផងហ្នឹងហើយអធិស្ឋានដងរែកហ្នឹងដាក់ខឲ្យប្រវែងចោលគឺរត់មកហ្នឹងគឺត្រឡប់របស់ខ្ញុំមុននឹងរត់គឺខ្ញុំវាយសិនហើយមានដុំថ្មមកពុកមកពុកឲ្យត្រូវខ្មោចហ្នឹងបាត់រត់ហ្នឹងគឺត្រឡប់របស់ខ្ញុំខ្លាចមែនតែរបៀបថាមិនដឹងវិធីខ្លាចបណ្ដៃរបៀបចំពោះកលែងមីងធឿនវិញគឺអត់អញ្ចឹងទេគាត់កលែងដល់ពេលឃើញដឹងតែអញ្ចឹងគាត់ខ្ជិលហើយនឹងអារម្មណ៍អត់ល្អទៅឆ្លោះជាមួយគ្រូសាស្ត្រគាត់ទៀតរៀងប្រកែកម៉ាន់កអញ្ចឹងគាត់ដងក៏គាត់អាសាលឿនថាដាក់គេតិចតួចអញ្ចឹងតែថ្ងៃនេះអារម្មណ៍អត់ល្អទាំងយើងទាំងគេដឹងស្រាប់អារម្មណ៍អត់ល្អហើយវាមកគោអញ្ចឹងទៀតមានអារម្មណ៍ណាដែរអញ្ចឹងគាត់ក៏និយាយមកគាត់ថាគាត់គ្មានទេសឡអញអស់ហើយអញមកយកទៅនំបញ្ចុកហើយអញគ្មានទឹកសឡទេទៅពេលអញ្ចឹងគាត់ក៏ដើរទៅធម្មតាប៉ុន្តែម្នាក់ខ្មោចស្រីហ្នឹងគឺអត់ឲ្យគាត់ទៅធម្មតាទេគឺគាត់តាមគឺតាមនៅគៀកខាងក្រោយគេហៅក្រោយ
hệt nó bị chọc bỏ quạt món á nó vậy ngơ nè đôi khóc mông là tao mi nó hình chăng á bỏ cho bữa anh kẹp tặc viên không biết nên là tam anh đo nào tiên bình chăng mọi xảy nó quạt đỏ bơm mi ao nhâm hô nhâm xong đau mỗi mi ta đo te nó quát con vậy ta là việc tha quát phượt đăng á ngày ban này tha quát đăng pi tập bộ nhưng vậy đã kháng đau một tí bình cứ quát đăng tao bây giờ một thằng nhẹ xảy nó mẹ mình này có bắt tay cứ quát thôi chứ được không ở đó là việc tha ở trong oi không đăng tha ơi mình đẹp đang chỉ không mau nè xây nên chỉ không ai chẳng của cái này đặc biệt đắng mà đã tôi chỉ quạt mình khai cái này cái đau lại biểu bầm lại lúc này ấy của họ chẳng tới ai quạt slot ở rộng ấy chẳng này quạt đo chỉ là đôi khi mệt quạt bầm mà đây mình chẳng cứ quạt ở thôi mà đa quạt đăng hưởng trong từ cho cắt đó cho nó ở từ bộ bị khỏi vẫn cứ quạt để không ai xây nâng về tha xong từ tam trong buổi quạt đo te nữa á quạt chun mình đo te thì chẳng á nhom trong chun mình từ đó te hồn te nhom nó khang một đai nhớ có tha được bây giờ chẳng quát con vậy là việc tha cho mình điên anh tha te nắng đông ná bơi trong một đai khơi nhảy ấy nếu mà đông ná chẳng á mới xảy nắng ấp vậy còn đã nhầm chẳng á được bây quát lệ ăn kiêng hoặc quát lệ trao từ mọi xảy nó nhâm á một cái xa xong xuôi này chẳng đá một là việc tha xảy xa đây này ok hai tha những bạn yên priên này chẳng thể này cót co nó khơi tha hệ ngôn phong đang xẹp ấy nó phải chọc hàng một buông kẹm cả lỗ chẳng tất hay nên sờ lọt năm sờ lọt tiếp trong vì hiểm ngôn chẳng á chẳng cái quạt ở bàn sủi ấy to tiết đây đập về vì ở mình xảy nó ngọt sao ấy chẳng mọi xảy nó ngọt to ngọt sao tiết chẳng quạt sủi đài ta quạt nở đa rơi thầm đa chẳng tẩy hai mình xảy nó cái trên này tam cao thì con nó cao gọi là hốt chẳng là hốt tao đo quạt chật đo tè chật đo tè đi thang không mà xảy nó được không cái đăng thà ở tè nâng từ tè chật đo tè quạt chẳng còn là hai chuyện nó khoác hai chia một phay mai cái đọc tia ở mình thương nó xẹp ta không mọi xảy nó quặn giấy tha là việc tha giấy xu á mình đọc tia mình nhai đó vậy hiền chẳng á hiền họ hiền quen ở bên chẳng quát có nó khinh tha là việc tha xử lý quát lên khó nó thằng đó tiệt quát lên ấy á có cái lệ mơ tầng thòm đã mình tập một ngọt khỏi còn mình nghiệm mơ cái xa đấy còn mơ tay cái lệ từ xa nó mình xảy ra mọi xảy nó chập ra vào rồi luôn lòng từ bố muốn nó phải luôn á mình không chạm lại nhân thang cứ pe nắng cái lệ con cái lệ bay cái lệ khổ liếm á anh nhớ là việc bầu ở top pe anh nhớ chẳng hai á nó stop chẳng hay chập đam cọp này chập đam liên vậy một con này cọp này liên không máu á ở tao bị liên trong phân cực cái hai phân con tràn cơ tới lẹ bỏ mà chả hiếng á hay một chập đau mà lùi mà một cứ thường sau khăn chập đau mà lùi ăn là việc tiếp cái hai thang xã sập slap du ngay tới hai mà lùi lẹ chăng á được chăng á sầm máy tha cái khích pan nam một con máy lên tới áp này nơi khóp này mà chẳng phiên liên một con côn tràn chứ cơ mà phiên tiết lẹ start mà hay là việc anh nhóm scope chẳng về lẹ bọ má cách co thà đôi là việc
bình piêng à mình bình piêng cái ngọ hay là cũng trắng á cay bị ca bay trắng á ôi dạ thớt đi cả hốc thấy một tên không cho tua cho mai về hồn người hồn đầu sao đá tao cái tao bị bông từ bỏ và to mà tiện là một cái to từ quạt cách kho khẽ chẳng á không nói nữa á hơi cọt không hay quạt đi cái cách có khẽ chẳng hay là việc mình đau tè complete vô tắc lo ai sụp nông bạch chọc ai nhông hộp phong sọ có ba là cục trơn hơi luôn cảm thấy thông lăng bom ônสมัย mơ nè na cái đôi nè na mà ở smart đây rưng cầm rực na cái mau xòa giống nè สมัย mơ lơ lúa phải lưng lôi kia ai mình thương chẳng sập hiệp quát bay nó còn tặc vậy để tha quát lóp chuốc của có vì mình đào cắt nặng nữa cái là hốt được quát từ tua smart đây quát tua vô lấy ba nó quát phèn quát slot quát phènแต่lẽ cái chén nó mà chọc hay chọc sờ lỏng chọc ở búp á chọc keng thâm mỏng nó rồi keng mỏng ở bên trắng cổ xa có ăn lư ở cầm rộp năng là việc tha cha cho nó muốn con mình từ kênh bậc giấy màu phèn màu muối quát đi hay màu phèn cái lái có to màu một kia chẳng mẹ smile cục ấy trắng nè ở bên trắng thom mà đá chẳng ngày ta đọc mai thấy mai đom kẹt quấn hay ngắm còn trà với quát lư trái quát hột trên nhóm mơ quát trên nhóm mơ cơ hiện lư xém quát khơi một con quát nó cho mừng chứ có tháo cái con quát này ngày trong hột stu tơ mỏ hột stu anh mất con ta ai hàng ngốn quát mình tính quát nghị mô mục đây quát lọp rồi hay mình thương được cái quạt lụp lửng chăng á quạt hiện là vợ tí ấy hay cái hai tha lông tôi lụp lửng tôi chụp sọ quạt chập đâm lại luôn chư quạt chập đâm ở chụp sọ cuộc sọ ở trong từ tập về tới có đi thay được quạt thôn miền tây đó nè tại vì mà giờ trong thang cá nó có quạt ở từ xưa mình thương trắng á hình trắng mình thương quạt dây phép này từ nón nào nó về để có lô cái sốt môn phỏ cùng phỏ ấy trắng hai bàn tay còn tha quạt khai thầm được bạc lăng về chứ thôi quạt chư là họ về để quạt chư nó mà đây quạt từ lọ mau với những cái quạt dây phép mà dây nhung từ này từ nón hưởng ấy tầm bàn tay và tôi phải quạt rai rap rương ở hói quạt có sai làm quạt sai nâng chứ hưởng sẽ hưởng tìm mùi chẳng mình tha hưởng mà đúng đi mình lấy sang tên chỉ phải xét nè đây phải mà tha ắt kla chứ cái chỗ chất lô nè cái chỗ chất lên hơn nè ắt kla cứ kinh lên ở khơi như rực kềm ba mê cái trick cũng vậy mình tha thác lưu từ quạt slap cái sờ bài ô mền trắng ấy ta còn nhâm trong đa tương từ bom ôn môi cho nó túiแต่គាត់ទៅអាសាទៅតាមគេថាគាត់បោះតង់ឬមួយក៏គាត់ទៅតាមព្រៃភ្នំអ្នកតាអីចឹងទៅឃើញអ្នកតាឃើញខ្ទមអ្នកតាក្នុងអីគាត់រៀងប្រមាថឃើញអីចឹងណាពេលនិយាយប្រាប់តឡៃហ្នឹងមានចឹងមួយជិះគាត់រៀងប្រមាថអីចឹងណាចឹងខ្ញុំគាត់អានេះគេសាមួយដាស់តឿនអត់ចង់ឲ្យមានប្រវត្តិមិនធឿនចឹងណាពួកពេលខ្លះយើងនិយាយប្រមាថគេហ្នឹងវាប្រើភាសាថាហៅតែខ្មោចបានផងហៅតែខ្មោចធ្វើឆ្នាំអាហ្នឹងហើយគេធ្វើឆ្នាំមកយើងឃើញតែហ្មងអញ្ចឹងកុំប្រមាថលើលោកដូចខ្ញុំនិយាយទៅដែរអញ្ចឹងមិនមែនប្រកាសថាយើងមើលមិនឃើញយើងអត់មានគេហៅថាញៀនមួយតាក់ទងមួយគេបានទេយើងកុំប្រមាថអីរបស់លើលោកនេះមិនឃើញក៏ប៉ុន្តែយើងមើលភ្នែកនឹងភ្នែកយើងទៅទេគឺមើលមិនឃើញមិនប្រកាសថាអត់មានទេអញ្ចឹងហ្នឹងហើយអញ្ចឹងចូលមកកាន់រឿងទី2មកយើងខ្ញុំគាត់ថាជំនាន់សម័យប៉ុលពត
សម័យប៉ុលពតហ្នឹងក្នុងរបបសម័យប៉ុលពតហ្មងអញ្ចឹងណាអញ្ចឹងដូចថារបៀបមួយអាទិត្យអីអញ្ចឹងគេចាប់ផ្ដើមអង្គការហៅដូចថាមកប្រជុំគ្នាម្ដងអញ្ចឹងណាហៅសមាមិត្តនេះសមាមិត្តនោះអញ្ចឹងទៅដូចរឿងរបស់តែពុកគាត់តែងឡើងអញ្ចឹងគឺដូចអញ្ចឹងតែងតែគេហៅមកប្រជុំគ្នាដល់ពេលគេនិយាយគេថ្លែងសន្ទរកថាចប់មេដូចថារបៀបមេក្រុមរបស់គេអញ្ចឹងគេនិយាយចប់អីអញ្ចឹងគឺយើងត្រូវផ្ទះដៃអបអរសាទរអញ្ចឹងណាអញ្ចឹងដូចគ្នាហើយបើខ្ញុំគាត់ថាគាត់កាន់នោះគាត់នៅតូចដែរហ្នឹងគាត់នៅរបៀបក្មេងណាមិននៅតូចគេហៅកំមុំឬកំមុំប៉ុន្តែគាត់ទៅមើលគោមើលអីអញ្ចឹងណាគាត់នៅខាងកាឋានចិញ្ចឹមគោចិញ្ចឹមអីអញ្ចឹងគេរបៀបថាខ្ញុំសម្បាក់និយាយពាក្យហ្នឹងស្រួលនិយាយពាក្យអញ្ចឹងស្រួលឲ្យស្ដាប់ស្រួលយល់ណាហ្នឹងហើយបានន័យថាគឺគាត់កាន់ការងារគឺខ្វៀលគោខ្វៀលក្របីនេះឯងអញ្ចឹងកំឡុងពេលហ្នឹងគឺដូចថាអង្គការគេហៅមកប្រជុំជារឿយអញ្ចឹងទៅស្រាប់តែពេលថ្ងៃមួយគាត់ខ្វៀលគោទាំងវងអញ្ចឹងទៅគោនោះវារត់ទៅដល់ព្រៃរៀងជ្រៅទីអញ្ចឹងទៅហ្នឹងហើយនៅពេលដែលទៅដល់ហ្នឹងគាត់ក៏និយាយថាលឺសលេងគេផ្ទះដៃធម្មតាទៅដល់ឃើញគេប្រជុំអញ្ចឹងហើយគឺគាត់ត្រូវតែទៅគេឯងហើយទៅស្ដាប់អញ្ចឹងណាអង្គការគេប្រជុំពីអីអញ្ចឹងទៅហ្នឹងហើយអញ្ចឹងគឺគាត់ចូលទៅស្ដាប់គេឯងដែរគាត់ចូលទៅស្ដាប់គេនិយាយអីបញ្យល់ថាត្រូវធ្វើអីអង្គការយើងមានទូនាទីធ្វើស្អីអញ្ចឹងណាអត់មានបែងចែកអ្នកមានអ្នកក្រអីអញ្ចឹងគេនិយាយតាមលំដាប់លំដោយគេហៅផ្ទះដៃព្រមអញ្ចឹងទៅគេមិនផ្ទះដៃឲ្យគេហៅថាស្មាក់បិទបងអីចឹងហ្នឹងហើយផ្ទះដៃព្រមស្រាប់ផ្ទះដៃគាត់ផ្ទះដៃបាន3ដង3ទៅ4ផាច់ណាស្រាប់តែបាត់មនុស្សអស់លឿនហើយកលែងជុំវិញខ្លួនគាត់ទាំងអស់ហ្នឹងគឺសិតតែធ្នូខ្លួនមានទាំងអាកប់ចាស់កប់ថ្មីគឺនិយាយទៅវាកប់ខ្មោចតែហ្មងមិនមែនថានិយាយអញ្ចឹងអាប៉តហ្នឹងគេចិត្តល្អមកកប់អីឲ្យយើងមិនអញ្ចឹងទេអានេះគេហៅថាអ្នកភូមិអ្នកស្រុកពីមុនគឺគាត់កប់តំណឹងអីតំណឹងអញ្ចឹងណាហ្នឹងហើយអញ្ចឹងទៅក៏មានកន្លែងធ្នូកប់ខ្មោចនឹងឯងហ្នឹងហើយដើមចងគាត់ដល់ពេលអញ្ចឹងគាត់ក៏លែកឆាច់ឃើញជុំវិញខ្លួនអត់មានខ្មោចផងសុំទោសអត់មានមនុស្សផងមានតែធ្នូខ្មោចចាំការរត់ចោលគោអញ្ចឹងរត់ចោលគោរត់ចោលអីចឹងទៅហើយដល់ពេលប៉ុន្តែបន្ទាប់ពីប្រមូលភាពក្លាហានបានត្រឡប់មកវិញគឺគាត់ត្រូវតែបកមកវិញមកគៀងគោបើសិនជាបាត់គោអាហ្នឹងគឺគាត់មានបញ្ហាជាមួយនឹងកន្លែងធ្វើការរបស់គាត់ចឹងណាហ្នឹងហើយគាត់ខំនិយាយដែរគាត់ថាអញ្ចឹងអញឆ្ងល់ដល់ហើយកុំថាឡើយមនុស្សបាក់ជាមួយនឹងប៉តសូម្បីតែងាប់ជាខ្មោចហើយណានៅខ្លាចអពតទៀតទេបាក់ដល់ថ្នាក់ហ្នឹងទៅថាក្មេងកាន់កំភ្លើងអស់មិនផុតពីដីផងនៅបាក់បៀថ្នាក់ហ្នឹងរៀបចឹងគាត់និយាយបានអញ្ចឹងហើយខ្ញុំនៅក្មេងដែរស្ដាប់គាត់និយាយចេះចងចាំអ្វីដែលគាត់និយាយអញ្ចឹងទៅហើយគាត់ថាជំនាន់ហ្នឹងបើថាខ្មោចលងវិញលងសាហាវហ្មងព្រោះថាដឹងស្រាប់អីជំនាន់ហ្នឹងមានតែចង្គៀងផ្លុងឬមួយក៏ភ្នក់ភ្លើងអីហ្នឹងមិនមានភ្លើងមកពីអីដូចឥឡូវណាហោះថាលងវិញសុទ្ធតែអីគេមកឈូសហោះមកមែនហ្មងណាដូចគ្រឿងនាងណាតចឹងដូចគ្នាដូចតែហ្មងហោះសុទ្ធតែមកឈូសបុកហ្មងហោះត្រលមកហ្មងដូចគ្រឿងយើងថតរឿងកុនគេគ្រឿងនាងណាតចឹងដូចគ្នាគាត់ថាកាចណាជំនាន់ហ្នឹងប៉ុន្តែគាត់ថាដូចថាអាចបុនគាត់ក៏មានគាត់ថាបានដែរវាមិនសូវធ្វើឲ្យគាត់ស្លាប់ដូចយីធឿនអញ្ចឹងណាគាត់ថាអាណិតខ្លាំងគឺយីធឿនហ្នឹងឯងអញ្ចឹងសាច់រឿងយើងគឺមានតែប៉ុណ្្នឹងទេរឿងផ្សេងទៀតខ្ញុំចែកម្លែកបទពិសោធន៍ទៅវគ្គក្រោយទៀតអញ្ចឹងណាអញ្ចឹងខ្ញុំនិយាយនឹង20វគ្គដំបូងបន្តិចទៅថារឿងខ្លាំងអីចឹងទៅតែគាត់ថារឿងសាននេះរឿងបថយមួយលេខបន្តិច
កុំឲ្យគ្នាយើងឬមួយក៏បងប្អូនអីគាត់ថាខ្លាចពេកអញ្ចឹងនិយាយតិចបានហើយចាំចូលរឿងខ្លួនឯងវិញបន្តទៀតអាហ្នឹងចាំលេងឲ្យឈុតខ្លាំងឲ្យបន្តិចអញ្ចឹងណាហ្នឹងហើយអញ្ចឹងគឺមានតែប៉ុណ្្នឹងទេបើសិនជាពុកម៉ែបងប្អូនចូលចិត្តនឹងមាតិកាបែបហ្នឹងសូមពុកម៉ែបងប្អូនជួយ Subscribe ជាមួយនឹង Channel YouTube ខ្ញុំមួយហើយនឹងជួយ Follow account Facebook ខ្ញុំមួយផងអញ្ចឹងជាចុងក្រោយសូមអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាជួបគ្នានៅក្នុង episode ទី4បន្តទៀតអញ្ចឹងមានតែវីដេអូរបស់ខ្ញុំថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេអរគុណជំរាបលា